បានគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្មីនេះនៅឯប្រទេសថៃគឺបានប្រកាសអំពីករណីឆ្លងមេរោគមួយយ៉ាងដែលមានឈ្មោះថា Anthrax ដែលមេរោគនេះគឺវាឆ្លងចេញតាមរយៈប្រភេទការបរិភោគសាច់គោឆៅដែលមិនបានចម្អិនបាទមិនត្រឹមតែប៉ុណ្ណោះទេគឺប្រទេសឡាវនិងវៀតណាមក៏ធ្លាប់កើតមានជំងឺនេះផងដែរកាលពីឆ្នាំកន្លងទៅដូច្នេះករណីនេះគឺវាបានកើតឡើងម្ដងទៀតហើយនៅឯប្រទេសថៃតែថៃទើបតែបានបញ្ជាក់ក្នុងពេលថ្មីនេះបាទនៅឯប្រទេសថៃបានប្រកាសថាមានករណីស្លាប់ដោយសារតែជំងឺមួយយ៉ាងដែលមានឈ្មោះថា Anthrax ដែលជំងឺនេះគឺជាលើកដំបូងផងដែរនៅក្នុងរយៈពេល30ឆ្នាំកន្លងមកនេះនៅក្នុងប្រទេសថៃដែលទើបតែមានការស្លាប់ស្ថិតនៅក្នុងខេត្តមុតតាហានប្រទេសថៃថ្មីនេះគឺបានរាយការណ៍អំពីការស្លាប់មួយដែលតាក់ទងទៅនឹងជំងឺដែលមានឈ្មោះថា Anthrax ជាលើកដំបូងក្នុងរយៈពេលជាង3ទសវត្សរ៍មកនេះដែលជំរុញឲ្យមានការជូនដំណឹងជាសាធារណៈភ្លាមបន្ទាប់ពីអាជ្ញាធរបានកំណត់អត្តសញ្ញាណមនុស្សរាប់រយនាក់នៅក្នុងខេត្តមុតតាហានដែលអាចប្រឈមទៅនឹងការឆ្លងក៏ដូចជាមានផលប៉ះពាល់ទៅនឹងករណីមេរោគដ៏សាហាវមួយនេះផងដែរបើតាមការរាយការណ៍ឲ្យបានដឹងរបស់មន្ត្រីជំនាញរបស់ប្រទេសថៃបុរសម្នាក់ដែលមានអាយុ53ឆ្នាំរស់នៅក្នុងខេត្តមុកតាហានបានស្លាប់កាលពីថ្ងៃពុធទី30ខែមេសាកន្លងទៅបន្ទាប់ពីបានឆ្លងជំងឺដែលមានឈ្មោះថា Anthrax នេះចំណែកឯករណីទី2គឺត្រូវបានបញ្ជាក់ថាស្ថិតនៅក្នុងខេត្តមួយនេះផងដែរនិងករណីសង្ស័យមួយចំនួនទៀតដែលស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយដែលអាចសន្និដ្ឋានថាក៏ជាករណីឆ្លងជំងឺនេះដូចគ្នាបុគ្គលដែលបានស្លាប់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតដែលបានឆ្លងជំងឺនេះដូចគ្នាពួកគេទាំងពីរគឺបានបង្ហាញរោគសញ្ញាមួយចំនួនមានដូចជាការក្អួតចង្អោរការចេញកន្ទួលរមាស់រួមទាំងមានដំបៅមួយចំនួននៅលើស្បែករបស់ពួកគេថែមទៀតផងបើទោះបីជាយ៉ាងណាក៏ដោយបុរសម្នាក់ទៀតដែលបានឆ្លងជំងឺនេះដូចគ្នាពេលនោះគឺគាត់មានសុខភាពល្អមាំមួនជាងបុរសម្នាក់ទៀតដូច្នេះនៅពេលដែលគាត់ឆ្លងមេរោគនេះគឺវាមិនទាន់ចេញរោគសញ្ញាអ្វីធ្ងន់ធ្ងរដោយបុរសម្នាក់នោះឡើយដូច្នេះគឺគាត់នៅមានអាការៈធម្មតានៅឡើយនោះទេប៉ុន្តែគាត់ក៏បានឆ្លងជំងឺនេះដូចគ្នានេះបើតាមមន្ត្រីបានបញ្ជាក់បើយោងតាមលោកវិជ្ជបណ្ឌិតម្នាក់ដែលមានឈ្មោះថាណារងគាត់បាននិយាយថាបុរសម្នាក់នោះកំពុងតែត្រូវបានសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងហើយត្រូវបានរំពឹងថានឹងជាសះស្បើយពេញលេញនៅក្នុងរយៈពេលប្រហែលជា2សប្តាហ៍បន្តទៀតប្រសិនបើគាត់មិនមានអាការៈចេញមកអ្វីធ្ងន់ធ្ងរបន្ថែមទៀតនោះទេបាទនៅក្នុងស្រុកដុងតានដែលមានទីតាំងស្ថិតនៅក្នុងតំបន់មាត់ទន្លេមេគង្គជិតនឹងប្រទេសឡាវដែលជាតំបន់មួយដែលមានការឆ្លងមេរោគនេះរាប់សិបនាក់កាលពីឆ្នាំមុនហើយឥឡូវនេះគឺត្រូវបានប្រកាសថាតំបន់នេះគឺនៅតែប្រឈមក៏ដូចជាមានការកើតឡើងជាថ្មីនៅប្រភេទជំងឺនេះមួយសារទៀតហើយដែលចាត់ទុកតំបន់នេះផងដែរក៏ស្ថិតនៅក្នុងការស៊ើបអង្កេតរបស់មន្ត្រីជំនាញផងដែរលោកវិជ្ជបណ្ឌិតបានបញ្ជាក់ថែមទៀតថាមនុស្សសរុបចំនួន638នាក់នៅក្នុងស្រុកដុងថាននេះត្រូវបានគេដឹងថាបានប៉ះពាល់ជាមួយនឹងប្រភពនៃមេរោគក៏ដូចជាការឆ្លងនៃមេរោគនេះដូចគ្នាតាមរយៈការសម្លាប់ក៏ដូចជាការបរិភោគសាច់គោឆៅដោយមិនបានចម្អិនឲ្យឆ្អិនរួចរាល់នោះទេបាទសូមបញ្ជាក់ផងដែរថាជំងឺប្រភេទ Anthrax នេះវាអាចរីករាលដាលក៏ដូចជាឆ្លងពីសត្វទៅមនុស្សហើយវាមិនអាចឆ្លងពីមនុស្សទៅមនុស្សបន្តទៀតបាននោះទេពលគឺវាឆ្លងតែពីសត្វទៅមនុស្សប៉ុណ្ណោះដូច្នេះពីមនុស្សទៅមនុស្សវាមិនឆ្លងទៀតនោះឡើយបាទស្ថិតនៅក្នុងខេត្តចំនួន3ផ្សេងទៀតមានដូចជាខេត្តអាណាតឆរឿនខេត្តខាឡាសិននិងខេត្តនគរភ្នំដែលនៅក្បែរតំបន់ខេត្តទាំងនោះគឺគេកំពុងតែបង្កើននៅការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះការឆ្លងនៃមេរោគជំងឺប្រភេទ Anthrax នេះហើយក៏បានធ្វើការព្រមានទៅដល់អ្នកស្រុកក៏ដូចជាប្រជាពលរដ្ឋដែលពួកគាត់កំពុងតែរស់នៅក្នុងតំបន់នោះឲ្យមានការប្រុងប្រយ័ត្នក៏ដូចជាមានការរក្សានៅអនាម័យខ្ពស់ជាពិសេសនោះគឺមិនឲ្យពួកគាត់បរិភោគសាច់គោឆៅជាបន្តទៀតនោះទេជៀសវាងការមានការឆ្លងមេរោគនេះកាន់តែច្រើនធ្វើឲ្យពិបាកនឹងធ្វើការទប់ស្កាត់នាយកដ្ឋានផ្នែកអភិវឌ្ឍទៅលើជំងឺសត្វបានប្រកាសថាពួកគេនឹងចាក់វ៉ាក់សាំងទៅលើគោប្រហែលជាចំនួន1200ក្បាលដែលស្ថិតនៅក្នុងចម្ងាយប្រមាណជា5គីឡូម៉ែត្រពីកន្លែងដែលជំងឺប្រភេទ Anthrax នេះបានផ្ទុះឡើង
ជាការការពារក៏ដូចជាការបង្ការនៅការឆ្លងក៏ដូចជាមានការរីករាលដាលនៃជំងឺនេះបន្តទៅទៀតដូច្នេះគួរតែចាក់វ៉ាក់សាំងទៅលើសត្វគោដែលនៅចម្ងាយជិតបំផុតដើម្បីការពារការរីករាលដាលនៃជំងឺនេះបន្ថែមទៀតប៉ុន្តែមន្ត្រីជំនាញផងដែរក៏បានបញ្ជាក់ថាគឺមិនមានសត្វគោណាមួយក៏ដូចជាសត្វមួយចំនួនណាផ្សេងដែលបង្ហាញរោគសញ្ញាពីជំងឺនេះនោះទេគេគ្រាន់តែចាក់វ៉ាក់សាំងដើម្បីបង្ការតែប៉ុណ្ណោះប្រទេសថៃក៏បានរាយការណ៍អំពីការឆ្លងក៏ដូចជាករណីនៃការឆ្លងមេរោគជំងឺប្រភេទ Anthrax នេះទៅលើមនុស្សនៅឆ្នាំចុងក្រោយបំផុតនោះគឺក្នុងឆ្នាំ2017នៅពេលនោះគឺមានមនុស្ស2នាក់បានឆ្លងជំងឺនេះប៉ុន្តែមិនមានអ្នកស្លាប់នោះឡើយនៅក្នុងពេលនោះដោយឡែកនៅក្នុងឆ្នាំ2000មានចំនួន15ករណីត្រូវបានកត់ត្រាផងដែរដោយពុំមានការស្លាប់ដូចគ្នាចំពោះការស្លាប់កាលពីថ្ងៃពុធកន្លងទៅនេះវាគឺជាករណីស្លាប់ដោយជំងឺ Anthrax នេះដំបូងបំផុតនៅក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ1994មកម្ល៉េះចំណែកឯនៅប្រទេសឡាវក៏បានរាយការណ៍ផងដែរអំពីការឆ្លងមេរោគប្រភេទ Anthrax នេះចំនួន129ករណីកាលពីឆ្នាំមុនផងដែររួមទាំងមានការស្លាប់មនុស្សម្នាក់ទៀតផងក្នុងនោះផងដែរប្រទេសវៀតណាមដែលនៅជាប់នឹងកម្ពុជាដូចគ្នាក៏បានបញ្ជាក់អំពីករណីឆ្លងដូចគ្នាពលគឺមានចំនួន13ករណីដែរនៅក្នុងខែឧសភាឆ្នាំ2023កន្លងទៅបាទបងប្អូនទាំងអស់គ្នាអញ្ចឹងវៀតណាមឡាវនិងថៃគឺបានកើតមាននៅមេរោគប្រភេទ Anthrax នេះរួចអស់ទៅហើយប៉ុន្តែនៅកម្ពុជាខ្ញុំអត់បានច្បាស់ទេថាមានករណីនេះធ្លាប់កើតឡើងដែរឬមួយក៏អត់ប៉ុន្តែទោះជាយ៉ាងណាយើងគួរតែធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងការបរិភោគសាច់ឆៅមិនថាសាច់គោឬក៏សាច់អ្វីផ្សេងនោះទេយើងគួរតែចម្អិនវាឲ្យបានឆ្អិនល្អមុននឹងបរិភោគជៀសវាងមានការឆ្លងនៅបាក់តេរីផ្សេងៗនៅក្នុងសាច់ប្រភេទសត្វទាំងអស់នោះដែលមិនបានចម្អិនបាទបងប្អូនទាំងអស់គ្នាអញ្ចឹងសូមធ្វើការរក្សាអនាម័យក៏ដូចជាមានការប្រុងប្រយ័ត្នចំពោះអ្នកដែលចូលចិត្តបរិភោគសាច់ឆៅជៀសវាងការឆ្លងជំងឺដ៏កាចសាហាវមួយនេះផងដែរបាទថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណឹងអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀត